សាច់រឿងដែលបានកើតឡើងនៅក្នុងពិភពអមតៈនៅពេលនេះបុរសម្នាក់បាននិយាយថាប្រសិនបើយើងមានអំណាចគ្រប់គ្រាន់ហើយមិនត្រឡប់ទៅផ្ទះវិញនោះទេវាប្រៀបបីដូចជាយើងកំពុងតែដើរលេងនៅពេលយប់ហើយនៅពេលនេះវិញគេពិតជាមានអារម្មណ៍ថាធុញជាមួយនឹងពិភពអមតៈខ្លាំងមែនទែនដូច្នេះក៏ដល់ពេលដែលយើងត្រូវត្រឡប់ទៅផ្ទះវិញដែរបន្ទាប់មកក៏បានប្រើប្រាស់ដាវដែលនៅក្នុងដៃរួចហើយក៏ចាប់ផ្ដើមបន្ថែមនៅកម្លាំងថាមពលរបស់គេបន្តិចធ្វើឲ្យដាវនឹងវាក៏ស្រាប់តែបានចាក់ទម្លុះទៅផ្នែកម្ខាងទៀតគេក៏បាននិយាយទាំងត្រេកអរដោយសារតែដាវឋានសួគ៌នេះវាគឺពិតជាអាចចាក់ទម្លុះរនាំងថាមពលលំហបានដូច្នេះក៏ចាប់ផ្ដើមនឹកឃើញទៅដល់ក្រុមគ្រួសាររបស់គេនិយាយថានៅពេលនេះខ្ញុំត្រឡប់មកវិញហើយប៉ុន្តែជាមួយគ្នាក៏ស្រាប់តែមានសត្វដ៏ធំមួយគឺបានរត់សម្ដៅមករកគេហើយបាននិយាយថាគឺចង់រត់មែនទេគឺគ្មានផ្លូវនោះទេសួស្តីអ្នកទាំងអស់គ្នាជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនឹងវីដេអូរឿងថ្មីដែលរឿងថ្មីមួយនេះអេដមីនបានឲ្យឈ្មោះថាអធិរាជអមតៈឋានសួគ៌សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះយើងក៏ឃើញថាការប្រយុទ្ធមួយវាស្រាប់តែបានកើតឡើងរវាងមនុស្សចំនួន3នាក់គឺឃាតកររបាំងមុខចំនួន2នាក់ហ្នឹងគឺកំពុងតែរួមដៃគ្នាដើម្បីវាយប្រហារទៅលើព្រឹទ្ធាចារ្យម្នាក់ស្របពេលដែលព្រឹទ្ធាចារ្យម្នាក់ហ្នឹងក៏បានបញ្ចេញកម្លាំងវាយទៅលើពួកគេទាំងពីរវិញនៅពេលនេះក្បួនថាមពលក៏បានបង្កើតបានទៅជាដាវថាមពលយ៉ាងច្រើនបន្តវាយទៅលើឃាតករទាំងពីរពួកគេនៅតែបន្តកិច្ចហើយក៏ទប់ទល់បន្ទាប់មកក៏ប្រើប្រាស់កម្លាំងដើម្បីវាយទៅលើព្រឹទ្ធាចារ្យនឹងវិញគាត់ក៏នៅតែកិច្ចហើយបញ្ចេញកម្លាំងរបស់គាត់ដើម្បីវាយប្រហារបកទៅលើពួកគេវិញផងដែរស្របពេលដែលអ្នកទាំងពីរហ្នឹងក៏នៅតែបន្តសម្រុកចូលទៅរួមដៃគ្នាដើម្បីចាត់ការទៅលើគាត់ហើយដោយសារតែគាត់តែម្នាក់ឯងពួកគេទាំងពីរនាក់គឺហាក់បីដូចជារៀងពិបាកបន្តិចហើយនៅពេលនេះវិញគាត់បាននិយាយថាបើទោះបីជាទៅតែឡើងកាន់អំណាចដែលជាម្ចាស់គ្រួសារនឹងទៅតែបានប៉ុន្មានថ្ងៃក៏ដោយប៉ុន្តែគាត់គឺពិតជាធ្វើបានល្អខ្លាំងមែនទែនហើយគាត់គឺជាម្ចាស់គ្រួសារស្ដីទីនៃគ្រួសារអ៊ីននៅពេលនេះវិញពួកគេទាំងពីរនាក់បាននិយាយថាកូនប្រុសរបស់គាត់ដែលមានឈ្មោះថាអ៊ីនសននឹងគឺជាមនុស្សប្រុសម្នាក់ដែលគ្មានប្រយោជន៍ហើយដោយសារតែគាត់គ្មានអ្នកស្នងតំណែងទៅហើយនោះដូច្នេះហើយគួរតែលះបង់តំណែងនេះទៅឲ្យអ្នកដទៃតែម្ដងទៅដែលពួកគេគិតគឺគិតថាមានតែអ៊ីនយ៉ាងឈីងតែប៉ុណ្ណោះទើបស័ក្តិសមព្រឹទ្ធាចារ្យក៏ប្រាប់ថាបើទោះបីជាកូនប្រុសរបស់គាត់មិនជោគជ័យក៏ដោយប៉ុន្តែឈីងយានប្រកាសជាត្រឡប់មកវិញហើយអ៊ីនយ៉ាងឈីងគឺជាមនុស្សម្នាក់ដែលខុសខើឥតធម៌មេត្តាហើយក៏បានខុបខិតជាមួយគ្រួសាររីនដែរដូច្នេះក៏មិនស័ក្តិសមជាមួយនឹងតំណែងនេះដូចគ្នានោះហើយឃាតករទាំងពីរហ្នឹងក៏បានរួមដៃគ្នាម្ដងទៀតសម្ដៅចូលទៅរកគាត់ហើយនិយាយថាប្រសិនបើដូច្នេះហើយកុំបន្តថាពួកយើងគ្មានធម៌មេត្តាហើយនៅពេលដែលពួកគេសម្រុកចូលទៅជាមួយនឹងកម្លាំងថាមពលនោះផ្ទៃមេឃក៏ចាប់ផ្ដើមមានការប្រែប្រួលកម្លាំងថាមពលដ៏ខ្លាំងមួយក៏ស្រាប់តែបានបាញ់មកខាងក្រោមធ្វើឲ្យពួកគេទាំងពីរនាក់នឹងក៏ត្រូវបានប៉ើងត្រឡប់ត្រឡែនមកវិញខណៈពេលដែលស្រោមអាវុធមួយបានលេចឡើងនៅចំពោះមុខព្រឹទ្ធាចារ្យអ៊ីនហានគិតក៏បានក្រឡេកទៅមើលខាងលើឃើញនៅមនុស្សម្នាក់នឹងក៏ស្រែកសួរថាតើគឺជាឯងមែនទេស្របពេលដែលបរិសុទ្ធសង្ហាម្នាក់ក៏បានសួរទៅឃាតករទាំងពីរថាតើពួកគេទាំងពីរនាក់នឹងគឺចង់សម្លាប់ពូរបស់គេមែនទេហើយមនុស្សម្នាក់ហ្នឹងគឺមានឈ្មោះថាអ៊ីងយៀនដែលគេគឺជាទូប្រុសយើងនឹងឯងណែកឯឃាតករទាំងពីរក៏នៅតែស្រែកសួរទៅកាន់គាត់ថាគាត់នៅតែមិនទាន់ស្លាប់ទៀតមែនទេនៅពេលនេះឈីងយៀនក៏បានភើយមួយតទៅវិញថាវាគ្រាន់តែជាពាក្យសម្ដីក្មេងលេងតែប៉ុណ្ណោះគេក៏បានចូលទៅរកពូរបស់គេស្របពេលដែលព្រឹទ្ធាចារ្យអ៊ីនហាគឺពិតជាត្រេកអរបន្ទាប់ពីឃើញថាក្មួយគាត់បានត្រឡប់មកវិញស្របពេលដែលឈីងយៀនក៏បានធ្វើការគួរសមទៅលើលោកពូបន្តិចចំណែកឃាតករទាំងពីរក៏នៅតែសម្រុកចូលទៅរកគាត់និយាយថាបើទោះបីជាបានត្រឡប់មកវិញក៏ដោយក៏ពួកគេត្រូវតែសម្លាប់ពួកគាត់ចោលដែរបន្ទាប់ពីឃើញដូច្នេះហើយឈីងយានក៏បានបញ្ចេញកម្លាំងរបស់គាត់ដើម្បីត្រៀមប្រយុទ្ធជាមួយនឹងពួកគេបន្តហើយនៅពេលការប្រយុទ្ធរៀបនឹងចាប់ផ្ដើមទៅហើយនោះគឺស្រាប់តែរាងកាយរបស់ពួកគេទាំងពីរហ្នឹងមានការប្រែប្រួលភ្លាមៗហើយពួកគេគឺបានត្រឹមតែសួរថាតើមានរឿងអ្វីកើតឡើងទៅហើយមិនយូរប៉ុន្មានហ្នឹងរាងកាយរបស់ពួកគេក៏ប្រែក្លាយទៅ
ជាភេទអស់ទៅហើយឈិញយានបាននិយាយថាម្សៅរន្ទះវាពិតជាមានពឹសខ្លាំងមែនទែនដែលវាគឺអាចសម្លាប់មនុស្សបំបិតមឺតបានដូច្នេះហើយម្ចាស់របស់ពួកគេនឹងក៏បានរៀបចំរួចស្រេចហើយមិនថាពួកគេជោគជ័យឬមួយក៏អត់នោះទេពួកគេគឺត្រូវតែស្លាប់ស្របពេលដែលគិតក៏បាននិយាយថានៅពេលដែលគិតព្យាយាមទម្លុះរនាំងលំហត្រឡប់មកកាន់ពិភពមនុស្សវិញដោយបង្ខំនោះវាបានធ្វើឲ្យកម្រិតនៃការវឹកហាត់របស់គាត់មានការធ្លាក់ចុះខ្លាំងមែនទែនដោយបច្ចុប្បន្ននេះគឺគិតនៅត្រឹមតែកម្រិតវឹកហាត់ដំណាក់កាលនៃការកង្វះថាមពលតែប៉ុណ្ណោះហើយ admin ក៏មិនដឹងដែរថាវាគឺជាកម្រិតទីប៉ុន្មានដែរហើយគេក៏បាននិយាយថាក៏សំណាលល្អដែរដែល in យ៉ាងឈីងនឹងគឺបានបំពុលឬមួយក៏ដាក់ពឹសទៅលើឃាតករទាំងពីរនេះដែលជួយគេនឹងគឺអាចដោះស្រាយនៅបញ្ហាបានមួយគ្រាផងដែរហើយនៅពេលនេះវិញពូរបស់គាត់ក៏បានប្រាប់ថាក្នុងកំឡុងពេលដែលគេបានបាត់ខ្លួនកាលពី3ឆ្នាំមុននោះគឺមានរឿងរ៉ាវកើតឡើងជាច្រើនឈីងយានក៏បានគិតថាតាមពិតទៅនៅពិភពមនុស្សត្រឹមតែរយៈពេល3ឆ្នាំប៉ុន្តែនៅពិភពអមតៈវិញគឺមានរហូតដល់ 3000 ឆ្នាំពូរបស់គាត់ក៏បាននិយាយទៀតថាឪពុករបស់គាត់ក៏ដូចជាឆៃហ្នឹងគឺបានបាត់ខ្លួនហើយដោយសារតែរឿងនេះគឺបានកើតឡើងភ្លាមនោះពួកគេគឺបានបន្សល់ទុកត្រឹមតែផ្លាកបញ្ជានឹងតែប៉ុណ្ណោះខណៈដែលឈីងយានពិតជាមានការភ្ញាក់ផ្អើលនៅពេលដែលគាត់ក៏បានសម្លឹងទៅមើលស្លាកបញ្ជានឹងគឺគេថាវាគួរតែជាប់តាក់ទងជាមួយនឹងបកប្រធានហើយពូរបស់គេក៏បានបន្តទៀតថាបកប្រធាននឹងគឺជាបកមួយដែលមានអំណាចខ្លាំងបំផុតនៅក្នុងធានស៊ីងនេះហើយពួកគេក៏មានមហិច្ឆតាធ្វើការលេបត្របាក់យកនៅគ្រួសាររាជវង្សធានស៊ីងនៅក្នុងទីក្រុងធានស៊ីងនេះផងដែរដូច្នេះហើយគ្មាននរណាម្នាក់ដឹងថាពួកគេនៅកន្លែងណានោះទេស្របពេលដែលឈីងយានក៏បានប្រាប់ថាមិនចាំបាច់ភ័យនោះទេដោយសារតែពេលនេះគឺគាត់ចង់ស្វែងរកនៅដៅឋានសួគ៌របស់គាត់ជាមុនសិនហើយក៏គិតថាបច្ចុប្បន្នក៏ត្រូវតែស្ដារនៅកម្រិតធម៌ពលរបស់គាត់ត្រឡប់មកវិញផងដែរបន្ទាប់មកចាំជួយឪពុកម្ដាយរបស់គាត់ក៏ដូចជាឆៃក្នុងពេលនោះស្រាប់តែមានព្រឹទ្ធាចារ្យ4នាក់បានដើរចូលមកនិយាយថានៅទីបំផុតឈីងយានបានត្រឡប់មកវិញហើយស្របពេលដែលតាចាស់ទាំង4គឺជាចាស់ទុំនៅក្នុងគ្រួសារអ៊ីននឹងឯងគាត់បាននិយាយថាដោយសារតែឯងបានត្រឡប់មកវិញទៅហើយនោះដូច្នេះហើយគាត់នឹងរៀបចំពិធីជប់លៀងដើម្បីទទួលគេស្របពេលដែលឈីងយានក៏បាននិយាយទៅតាចាស់នឹងបើអញ្ចឹងគួរតែរៀបចំភ្លាមនៅពេលហ្នឹងតែម្ដងទៅហើយគាត់គិតថាវាមិនគួរមានបញ្ហានោះទេចំណែកតាចាស់នឹងក៏ប្រាប់ថាកុំទាន់ប្រញាប់អីដោយសារតែនៅពេលនេះគាត់គឺមានរឿងសំខាន់មួយដែលត្រូវនិយាយជាមុនសិនគាត់បានសួរទៅព្រឹទ្ធាចារ្យអ៊ីនហានថាតើការខົບខិតគ្នាដែលគាត់បាននិយាយហ្នឹងគឺជាអ្វីទៅឈីងយានក៏នៅតែសួរទៅតាចាស់នឹងតើកូនប្រុសរបស់គាត់ដែលជាអ៊ីនឈីងនឹងនៅពេលនេះយ៉ាងម៉េចហើយហេតុអ្វីបានជាគេបញ្ជាឃាតករទាំងពីរហ្នឹងវាយឆ្មក់ទៅលើព្រឹទ្ធាចារ្យអ៊ីនហាក្នុងអំឡុងពេលដែលគាត់បានត្រឡប់មកវិញអញ្ចឹងចំណែកព្រឹទ្ធាចារ្យមិនសូវខ្ពស់ម្នាក់បាននិយាយថាឯងកុំនិយាយផ្ដាស់ហើយឈីងយានគាត់បានបាត់ខ្លួន3ឆ្នាំហើយដូច្នេះហើយបើយោងទៅតាមច្បាប់ត្រកូលគាត់ឥឡូវគ្មានសិទ្ធិទទួលបានតំណែងនោះទៀតដែរឈីងយានក៏បានតបទៅវិញថាប៉ុន្តែយ៉ាងណាមិញគាត់មិនទាន់បានបញ្ជាក់នោះទេហេតុអ្វីបានជាពួកគេទាំងអស់គ្នានឹងគឺរអៀសខ្លួនទៅវិញស្របពេលដែលព្រឹទ្ធាចារ្យធំក៏បាននិយាយថាកូនប្រុសរបស់គាត់នឹងគឺត្រូវបានមនុស្សគ្រប់គ្នាតែងតាំងគេធ្វើជាម្ចាស់ត្រកូលតាំងពីយូរយារណាស់មកហើយប៉ុន្តែដោយសារតែគាត់នៅតែមិនអស់អាល័យជាមួយនឹងមេដឹកនាំចាស់បានជាគាត់មិនទាន់ប្រញាប់ឈីងយានប្រាប់ថាបើទោះបីជាគេមិនទាន់មានគុណសម្បត្តិគ្រប់គ្រាន់ក៏ដោយក៏ប៉ុន្តែវាមិនទាន់ដល់វេនរបស់អ៊ីនយ៉ាងឈីងនោះទេដែលវាគួរតែជាកូនប្រុសពូរបស់គាត់ដែលជាអ៊ីនសតឬដូច្នេះហើយម្នាក់ក៏ចាប់ផ្ដើមសើចចំអកហើយទូប្រុសគាត់គឺពិតជាឆ្ងល់គាត់ក៏បានសួរទៅពូរបស់គាត់បន្តិចដែរថាតើមានរឿងអ្វីកើតឡើងទៅព្រឹទ្ធាចារ្យម្នាក់ក៏បាននិយាយថាចំពោះអ៊ីនសននឹងគឺបានធ្វើនៅរឿងអាម៉ាស់មួយនៅក្នុងគ្រួសារដែលវាបានធ្វើឲ្យសាលដូនតានៃគ្រួសារអ៊ីននឹងគឺស្ទើរតែត្រូវបានដួលរលំរួចទៅហើយខណៈពេលដែលព្រឹទ្ធាចារ្យម្នាក់ទៀតក៏បាននិយាយថាការដែលមិនបានបណ្ដេញគេចេញអំពីគ្រួសារអ៊ីននឹងវាក៏ជាសេចក្តីសប្បុរសមួយរបស់ពួកគេផងដែរចំណែកទូប្រុសយើងក៏បាននិយាយថារឿងរបស់អ៊ីនសនគាត់នឹងស្វែងរកនៅការពិតហើយប្រសិនបើគាត់ដឹងថារឿងទាំងអស់នេះអ៊ីនយ៉ាងឈីងគឺជាអ្នកធ្វើនោះគាត់នឹងធ្វើតាមច្បាប់គ្រួសារហើយនៅពេលនោះគឺកុំនិយាយថាគាត់គឺជាមនុស្សដែល
ដែលខូខើអីបញ្ចេញនៅកម្លាំងរបស់គាត់បន្តិចបន្ទាប់ពីឃើញថាទូប្រុសគឺមានទំនុកចិត្តទៅលើខ្លួនឯងបែបនេះព្រឹទ្ធាចារ្យមិនសូវខ្ពស់ម្នាក់ក៏បាននិយាយថាតើកម្រិតរបស់គាត់នឹងគឺបានឈានទៅដល់កម្រិតនៃអាណាចក្រព្រះច័ន្ទហើយមែនទេឈិញយានក៏ប្រាប់ថាកម្រិតទៅនៅអាណាចក្រផ្កាយ3ដូច្នេះហើយម្នាក់ក៏ចាប់ផ្ដើមសើចចំអកព្រឹទ្ធាចារ្យធំក៏ប្រាប់ថាកាលពី3ឆ្នាំមុនឈិញយានគាត់គឺបានឈានទៅដល់កម្រិតទី5នៃអាណាចក្រផ្កាយដែលត្រូវបានចាត់ទុកថាដែលជាក្មេងចំនួនក្រោយម្នាក់ដែលមានទេពកោសល្យបំផុតប៉ុន្តែនៅពេលនេះវិញហេតុអ្វីបានជាកម្រិតរបស់គេគឺបានធ្លាក់ចុះទៅវិញស្របពេលដែលកូនប្រុសរបស់គាត់នៅពេលនេះគឺបានឈានទៅដល់កម្រិតទី6នៃអាណាចក្រផ្កាយរួចទៅហើយចំណែកឈិញយានក៏បានសួរតបទៅវិញថាចុះប្រសិនបើគាត់ត្រូវបានជឿបនៅក្នុងកំដាប់ដៃចោលក្នុងរយៈពេល3ឆ្នាំមកនេះនោះតើគាត់គឺនៅតែអាចរស់ត្រឡប់មកវិញបានដែរឬអត់តាចាស់នឹងគឺមិនខ្វល់នោះទេគាត់បាននិយាយថាមួយខែក្រោយទៀតគាត់នឹងធ្វើការប្រកួតមួយរវាងទូប្រុសរបស់យើងនិងកូនប្រុសរបស់គាត់ដែលជាអ៊ីងយ៉ាងឈីងហើយប្រសិនបើអ្នកណាឈ្នះនឹងទទួលបាននៅតំណែងនេះព្រឹទ្ធាចារ្យទឿក៏បាននិយាយថាយ៉ាងម៉េចហើយអាក្អូនតែប៉ុណ្ណឹងគឺយុត្តិធម៌ដែរឬទេចំណែកឈិញយានក៏គិតថាតាចាស់នឹងគឺកំពុងតែព្យាយាមកំចាត់គាត់ចោលហើយក៏ផ្ដល់តំណែងនេះទៅឲ្យកូនប្រុសរបស់គាត់ដូច្នេះហើយឈិញយានប្រាប់ថាមួយខែគឺយូរពេកហើយដោយគាត់ប្រាប់ថាសុំពេលត្រឹមតែ7ថ្ងៃប៉ុណ្ណោះដោយប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយដើម្បីឲ្យពួកគេនឹងរៀបចំពិធីបុណ្យសពឲ្យកូនប្រុសរបស់គាត់ស្របពេលដែលព្រឹទ្ធាចារ្យធំក៏នៅតែតបទៅវិញដោយគាត់សង្ឃឹមថានៅពេលដែលថ្ងៃនោះមកដល់ឈិញយានគាត់គឺនៅតែខ្លាំងដូចដែលពាក្យសម្ដីគាត់បាននិយាយនៅក្នុងថ្ងៃនេះទៅចុះហើយនៅពេលនេះវិញឈិញយានបាននិយាយថាស្ថានភាពរបស់គាត់នៅតែមិនច្បាស់លាស់ដដែលហើយកាលពី3ឆ្នាំមុននោះគាត់គឺពិតជាត្រូវបានក្រុមចៅមួយក្រុមដេញតាមប្រមាញ់មកលើគាត់មែននៅពេលដែលគាត់បានធ្វើការវឹកហាត់នៅលើកំពូលភ្នំឡើងយ៉ាហើយនៅពេលដែលជីវិតរបស់គាត់រៀបនឹងឈានទៅដល់ទីបញ្ចប់ទៅហើយនោះក៏ស្រាប់តែខ្យល់ដ៏ខ្លាំងមួយវាក៏បានបក់បោកគាត់ធ្វើឲ្យគាត់នឹងគឺបានចូលទៅកាន់ពិភពអមតៈទៅហើយពិភពអមតៈនេះវិញវាគឺពិតជាពិបាកនៅក្នុងការពើនាខ្លាំងមែនទែនហើយនៅសម័យបុរាណមនុស្សគ្រប់គ្នាគឺតែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីជំនះនៅការលំបាកដើម្បីធ្វើដំណើរឆ្លងកាត់ទៅកាន់ពិភពអមតៈចំណែកគាត់បន្ទាប់ពីបានមកដល់កន្លែងនេះហើយទើបដឹងថាពិភពអមតៈនឹងគឺគួរឲ្យភ័យខ្លាចជាងពិភពមនុស្សរាប់ពាន់ដងឯណោះដោយសារតែពួកគេគឺមិនខ្វល់អំពីច្បាប់ឋានសួគ៌ក៏ដូចជាបទបញ្ជាអ្វីផ្សេងទេដោយពួកគេគឺតែងតែប្រើប្រាស់នៅច្បាប់ព្រៃដោយច្បាប់ព្រៃនោះគឺថាអ្នកខ្លាំងរស់អ្នកទន់ខ្សោយស្លាប់ហើយនៅទីនេះទៀតសោតប្រសិនបើអ្នកណាម្នាក់មិនខ្លាំងគ្រប់គ្រាន់នោះទេពួកគេប្រកាសជាត្រូវបានមនុស្សអមតៈទាំងអស់នេះធ្វើទារុណកម្មហើយចម្រាញ់ធ្វើជាថ្នាំគ្រាប់ជាមិនខានឡើយហើយក៏មាននៅគូស្នេហ៍មួយគូនឹងបានប្រយុទ្ធគ្នាក៏ដូចជាកាប់សម្លាប់គ្នាទៅវិញទៅមកដោយសារតែថ្នាំគ្រាប់ហើយនៅទីនោះទៀតសោតការធ្វើដំណើរនៅតាមផ្លូវក៏ពោពេញទៅដោយភាពគ្រោះថ្នាក់ដែរដោយយើងគឺសិតតែមិនអាចទាយដឹងទុកមុនបានហើយគិតនឹងក៏នៅតែបន្តជំនះនៅឧបសគ្គទាំងអស់នេះទៅគិតបាននិយាយបន្តទៀតថាក៏ជាសំណាងល្អដែលព្រះនឹងគឺបានប្រទានពរឲ្យគាត់ជាមួយនឹងការខិតខំប្រឹងប្រែងរបស់គាត់អស់រយៈពេល3000ឆ្នាំនៅទីបំផុតនោះគាត់ក៏បានទម្លាយនៅរនាងកម្រិតហាមឃាត់នៃពិភពអមតៈនឹងបានឈានទៅដល់កម្រិតឬមួយក៏ថ្នាក់កំពូលមួយនៃពិភពអមតៈដោយវាជាមួយម្នាក់នៅក្នុងចំណោមអធិរាជអមតៈកំពូលទាំង10នៃពិភពអមតៈនឹងឯងដូច្នេះហើយរយៈពេល3000ឆ្នាំមកនេះអ្វីដែលគាត់មិនអាចបោះបង់ចោលឬមួយក៏អ្វីដែលគាត់មិនអាចបំភ្លេចបាននឹងវាគឺជាក្រុមគ្រួសាររបស់គាត់អញ្ចឹងហើយគាត់ក៏សម្រេចចិត្តថាត្រូវតែត្រឡប់មកផ្ទះវិញបើទោះបីជាត្រូវចំណាយនៅអ្វីគ្រប់យ៉ាងក៏ដោយហើយនៅពេលនោះនៅពេលដែលគាត់ព្យាយាមប្រើប្រាស់នៅកម្លាំងធម៌ពលរបស់គាត់ទាំងអស់ជាមួយនឹងដាវឋានសួគ៌ដើម្បីធ្វើការបំបែកនៅរនាងលំហស្រាប់តែសត្វបិសាចនឹងវាក៏បានបង្ហាញខ្លួនដោយវាគឺបានស្រែកទៅកាន់គាត់ថាចង់រត់មែនទេគ្មានផ្លូវនោះទេដូច្នេះហើយឈិញយានក៏ប្រើប្រាស់នៅដាវឋានសួគ៌របស់គាត់ទៅទប់ទល់ជាមួយនឹងវាហើយស្របពេលដែលច្រកទ្វារលំហវិញវាក៏ចាប់ផ្ដើមមានការប្រែប្រួលកាន់តែខ្លាំងសត្វបិសាចបុរាណក៏នៅតែបន្តសម្ដៅមករកគាត់ក៏ប្រើប្រាស់កម្លាំងធម៌ពលដើម្បីសង្កត់វាចុះទៅខាងក្រោមប៉ុន្តែជាមួយនឹងការប្រែប្រួលនេះយើងក៏ឃើញថាដាវរបស់គាត់នឹងវាក៏ចាប់ផ្ដើមរសាត់អណ្ដែតទៅឃើញដូច្នេះហើយឈិញយានក៏សម្ដៅចូលទៅរកដាវរបស់គាត់ដែរប៉ុន្តែដោយសារតែមានការរំខានអំពីសត្វបិសាចបុរាណនឹង
កើតគឺមិនអាចចូលទៅរកដាវរបស់កើតបាននោះទេហើយនៅទីបំផុតនោះយើងក៏ឃើញថាដាវរបស់កើតនឹងវាក៏ស្រាប់តែបានអណ្ដែតចាក់ចេញអំពីកើតបាត់ទៅហើយនៅទីបំផុតនោះកើតគឺនៅតែជោគជ័យប៉ុន្តែតម្លៃនៃការលះបង់វិញកម្រិតថាមពលរបស់កើតនឹងក៏ត្រូវបានធ្លាក់ចុះហើយខណៈដែលអាវុធរបស់កើតវិញគឺថានៅសល់ត្រឹមតែស្រោមតែប៉ុណ្ណោះប៉ុន្តែក៏ជាសំណាងល្អដែរការយល់ដឹងទាំងអស់នៅក្នុងโลกនេះវាគឺនៅតែលាក់ទុកនៅក្នុងចិត្តរបស់កើតដូច្នេះហើយការដែលចង់បំបែកចូលទៅកាន់កម្រិតបន្ទាប់នៅក្នុងរយៈពេលដ៏ខ្លីនោះវាគឺមិនមែនជាបញ្ហាសម្រាប់កើតឡើយក្រឡេកទៅមើលខាងនោះវិញក៏បានឃើញបុរសម្នាក់កំពុងតែអង្គុយផឹកស្រាដែលមើលទៅវាគឺពិតជាសែតខ្លាំងមែនទែនហើយគេនឹងគឺមានឈ្មោះថាអ៊ីនស៊ីនឬមួយក៏អ៊ីនសននឹងឯងបន្ទាប់មកក៏បុរសម្នាក់គឺបានចាប់ទៅលើស្មារបស់គេក៏បានក្រវះដៃរបស់មនុស្សម្នាក់នឹងចេញស្របពេលដែលសម្លេងរបស់ឈីងយៀនក៏នៅតែនិយាយទៅកាន់គេថាឈប់ធ្វើបាបខ្លួនឯងទៀតទៅបន្ទាប់ពីឃើញថាឈីងយៀនគឺបានត្រឡប់មកវិញហើយអ៊ីនស៊ីនគឺពិតជាត្រេកអរខ្លាំងមែនទែនជាមួយគ្នានោះនៅពេលដែលឈីងយៀនបានប៉ះពាល់ទៅលើរាងកាយរបស់គេក៏មានការភ្ញាក់ផ្អើលភ្លាមនិងក៏បានពិនិត្យមើលទៅកាន់រាងកាយរបស់អ៊ីនស៊ីនយ៉ាងលឿនមុនពេលដែលគាត់សួរទៅកាន់អ៊ីនស៊ីនថាអ្នកណាគឺជាអ្នកធ្វើបាបកើតទៅហើយប្រាប់គេមកគេប្រកាសជាសងសឹកឲ្យប៉ុន្តែអ៊ីនស៊ីនក៏បានត្រឹមតែដកដង្ហើមធំប្រាប់ថាកុំចង់រឹងអីប្រសិនបើចង់សងសឹកឲ្យកើតនោះគឺបានត្រឹមតែបំផ្លាញគ្រួសារអ៊ីនតែប៉ុណ្ណោះហើយឈិញយៀនក៏មិនបានមឹតក៏ដែរក៏ដាក់គូតអង្គុយក្បែរនឹងទៅហើយក៏គិតថាចរិតរបស់អ៊ីនស៊ីនគឺនៅតែដូចកាលនៅពីក្មេងដដែលប៉ុន្តែជាមួយនឹងបញ្ហាដែលកាន់តែធំនោះវាបានធ្វើឲ្យបេះដូងរបស់គេគឺឈឺចុកចាប់ប៉ុន្តែគេមិនអាចនិយាយចេញបានឡើយរួចហើយក៏បាននិយាយបន្តទៅកាន់អ៊ីនស៊ីនថាទុកពេលឲ្យខ្ញុំបន្តិចខ្ញុំប្រកាសជាធ្វើឲ្យបងជាសះស្បើយមកវិញហើយក៏បានធ្វើឲ្យមនុស្សដែលបានធ្វើបាបរបស់នឹងតបស្នងមកវិញ100ដងផងដែរលើសពីនេះទៅទៀតនោះសមាជិកនៃគ្រួសាររាជវង្សធានយានប្រកាសជាគ្មានអ្នកណាម្នាក់គឺហ៊ានធ្វើបាបសមាជិកនៃគ្រួសារអ៊ីនទៀតឡើយកាត់មកមើលពេលនេះវិញឈីងយានកំពុងតែចម្រាញ់ថ្នាំគ្រឿងហើយមិនយូរប៉ុន្មានថ្នាំទាំងអស់ហ្នឹងក៏បានចម្រាញ់ដោយជោគជ័យដោយគេក៏បន្តស្រូបយកនៅអំណាចថាមពលនៃថ្នាំគ្រឿងនេះទៅដោយយើងក៏ឃើញថាកម្លាំងថាមពលដ៏ខ្លាំងវាក៏ស្រាប់តែបានសាយភាយមុនពេលដែលឈីងយានបានបន្តទៀតថាជាសំណាងល្អដែរកម្រិតក៏ដូចជាទេពកោសលនៃការចម្រាញ់ថ្នាំរបស់គេមិនបានបាត់បង់ហើយជាមួយនឹងថ្នាំគ្រឿងទាំងអស់ហ្នឹងវាបានធ្វើឲ្យកម្លាំងរបស់គេនឹងគឺមានការប្រសើរឡើងដោយវាគឺជាផ្លូវកាត់ដ៏ល្អមួយផងដែរប៉ុន្តែជាអកុសលសម្ភារៈក៏ដូចជាពេលវេលាហ្នឹងគឺមានដែនកំណត់ហើយគិតវឹកហាត់បានត្រឹមតែមួយផ្លេតតែប៉ុណ្ណោះវាបានធ្វើឲ្យគិតហ្នឹងវាស្ទើរតែបំបែកចូលទៅកាន់កម្រិតទី4នៃអាណាចក្រផ្កាយរួចទៅហើយប៉ុន្តែប៉ុណ្ណឹងគឺមិនតាន់គ្រប់គ្រាន់នោះទេក្រឡេកទៅមើលខាងនោះវិញព្រឹទ្ធាចារ្យម្នាក់បាននិយាយថានៅពេលនេះមានអ្នកណាម្នាក់ឡើងទៅជឿនខាងលើនៃវិមានក្បាច់គុណដែលជាកន្លែងរក្សាទុកនៅជំនាញប្រយុទ្ធកម្រិតឋានសួគ៌ហើយគិតក៏បានសម្ដៅទៅទីនោះតែម្ដងប៉ុន្តែបន្ទាប់ពីបានមកដល់ហើយហ្នឹងគិតក៏មានការភ្ញាក់ផ្អើលដោយសារតែគម្ពីរក្បាច់គុណទាំងអស់ហ្នឹងកំពុងតែរសាត់អណ្ដែតជុំវិញខ្លួនរបស់ឈីងយាគាត់ក៏បានបន្តទៀតថាចំពោះជំនាញប្រយុទ្ធទាំងអស់ហ្នឹងពួកវាគឺសុទ្ធតែបានខ្ជិះខ្ជាយពេលវេលារាប់ពាន់ឆ្នាំមកហើយដូច្នេះហើយនៅពេលនេះគាត់នឹងធ្វើឲ្យជំនាញទាំងអស់ហ្នឹងគឺចាប់ផ្ដើមសកម្មម្ដងទៀតក៏ដូចជាចាប់ផ្ដើមបង្ហាញអំពីអំណាចនិងកេរ្តិ៍ឈ្មោះរបស់វាម្ដងទៀតហើយបើទោះបីជាវាមិនមែនជាជំនាញក្បាច់គុណដែលនៅកម្រិតកំពូលក៏ដោយគាត់គិតថាប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយដើម្បីដោះស្រាយជាមួយនឹងអ៊ីងយ៉ាងឈីងហើយគាត់ក៏ចាប់ផ្ដើមរួមបញ្ចូលវាទៅកាន់រាងកាយរបស់គាត់ប៉ុន្តែជាមួយគ្នាក៏នៅតែមានក្បាច់គុណមួយទៀតដែលព្យាយាមគេចខ្លួនប៉ុន្តែបើទោះបីជាគេចខ្លួនយ៉ាងណាក៏ដោយនៅទីបំផុតនោះក៏បានធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់ឈីងយានបាត់ទៅហើយគាត់នឹងក៏បានបន្តស្រូបវាចូលទៅក្នុងរាងកាយរបស់គាត់ទៅគាត់បាននិយាយថាហើយជាមួយនឹងក្បាច់គុណដែលគេឲ្យឈ្មោះថាការផ្លាស់ប្ដូរស្វានេះវាគឺអាចជួយគាត់បានយ៉ាងច្រើននៅក្នុងការសន្សំសំចៃកម្លាំងនាពេលខាងមុខដែរហើយជាមួយគ្នានៅពេលដែលកំពុងតែគិតនោះក៏ស្រាប់តែរាងកាយថាមពលរបស់ព្រឹទ្ធាចារ្យម្នាក់បានសម្ដៅមករកគាត់និងក៏ស្រែកសួរថាតើគាត់ជានរណាទៅដែលហ៊ានរៀននៅបច្ចេកទេសសម្ងាត់ទាំងអស់នេះហើយបន្ទាប់មកអ្នកទាំងពីរហ្នឹងក៏ចាប់ផ្ដើមប៉ះទង្គិចគ្នាបន្តិចដែរយើងក៏ឃើញថាកម្លាំងថាមពលដ៏ខ្លាំងវាក៏ស្រាប់តែបានលេចឡើងបណ្ដាលឲ្យព្រឹទ្ធាចារ្យនៅពេលនេះគឺថាប៉ើងចូលគៀនជញ្ជាំងហើយខណៈដែលគាត់នៅតែសួរទៅ
ទៅកាន់តួប្រុសរបស់យើងថាតើគាត់បានរៀននៅជំនាញក្បាច់គុណទាំងអស់នេះហើយមែនទេខណៈដែលឈិញយានក៏ប្រើប្រាស់នៅក្បាច់គុណនៃការផ្លាស់ប្ដូរស្វានឹងដើរសម្ដៅមករកហើយក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យថាពួកយើងគឺខានជួបគ្នាយូរហើយដោយសារតែគាត់បានរៀននៅជំនាញក្បាច់គុណទាំងអស់នេះដូច្នេះហើយគាត់នឹងផ្ដល់អំណោយទៅកាន់ព្រឹទ្ធាចារ្យនឹងបន្ទាប់មកក៏បានចុចនៅចុងម្រាមដៃរបស់គាត់ទៅកាន់កណ្ដាលថ្ងាសរបស់ព្រឹទ្ធាចារ្យនឹងបន្តិចហើយបន្តមកទៀតនោះនៅពេលដែលព្រឹទ្ធាចារ្យនឹងបានបើកភ្នែកឡើងឈិញយានគាត់ក៏បានធ្វើដំណើរចាកចេញអំពីទីនោះបាត់ទៅរយៈពេល7ថ្ងៃកន្លងផុតទៅនៅពេលដែលគ្រប់គ្នាកំពុងតែទន្ទឹងរង់ចាំនោះក៏ស្រាប់តែសំឡេងមួយក៏បានបន្លឺឡើងហើយខណៈដែលបរិសម្នាក់ក៏បានបង្ហាញខ្លួនបើមើលទៅកាន់ចរិតរបស់គេនឹងគឺថាអាឡែអាឡក់ដូចជាទឹកកន្លះក្អមអញ្ចឹងដែរសូម្បីតែពុករបស់គេនឹងក៏បានក្រវីក្បាលគេក៏សួរទៅកាន់ឪពុករបស់គេថាដើម្បីចាត់ការទៅលើទូប្រុសរបស់យើងតើត្រូវការឲ្យគេនឹងគឺចាត់ការដោយខ្លួនឯងមែនទេព្រោះថាយប់មិញនេះគេគឺបានបំបែកចូលទៅកាន់កម្រិតទី7នៃអាណាចក្រកាយហើយប្រសិនបើគេជ្រុលដៃសម្រាប់ទូប្រុសយើងនោះតើវាមិនចប់ហើយឬចំណែកឪពុករបស់គេក៏នៅតែប្រាប់ថាប្រសិនបើគេមិនចាត់ការទៅលើទូប្រុសយើងនៅទីសាធារណៈនោះទេក៏មិនអាចទទួលបាននៅក្តីទុកចិត្តអំពីមនុស្សគ្រប់គ្នាដែរប៉ុន្តែគេមិនខ្វល់នោះទេព្រោះថាក្តីស្រមៃរបស់គេនឹងគឺចង់ក្លាយទៅជាព្រះអង្គម្ចាស់នៃទីក្រុងធានអ៊ីនេះបន្ទាប់ពីឮដូច្នេះហើយកូនសិស្សជាច្រើនណាស់ក៏នឹមគ្នាសើចចំអកគេដោយសារតែក្តីស្រមៃរបស់គេនឹងហាក់បីដូចជាខ្ពស់ពេកហើយឬដូច្នេះហើយតាចាស់នឹងក៏អុកនៅឈើច្រត់របស់គាត់បន្តិចដោយគ្រប់គ្នានឹងក៏ចាប់ផ្ដើមស្ងាត់ទៅវិញប៉ុន្តែពួកគេក៏នៅតែជជែកគ្នាដែរប្រសិនបើអ៊ីងយ៉ាងឈិញនេះគឺពិតជាឡើងកាន់អំណាចដែលជាម្ចាស់គ្រួសារថ្មីមេនោះពួកគេប្រកាសជាចប់ហើយជាមួយគ្នានោះឈិញយានក៏បានមកដល់ប្រាប់ទៅកូនសិស្សទាំងអស់ហ្នឹងឲ្យសម្រួលអារម្មណ៍ទៅព្រោះថាមនុស្សម្នាក់នោះតាំងពីក្មេងរហូតមកដល់ពេលនេះគឺត្រូវបានគេវាយយំរហូតហ្នឹងដូច្នេះហើយវាគឺមិនអាចទៅរួចនោះទេការដែលគេទទួលបាននៅតំណែងមួយនេះស្របពេលដែលអ៊ីនយ៉ាងឈិញក៏បានឌឺដងទៅកាន់ឈិញយានយើងដោយគេគិតថាទូប្រុសរបស់យើងប្រកាសជាមិនហ៊ានមកនោះទេប៉ុន្តែឈិញយានគិតគ្រាន់តែចង់ទុកពេលវេលាឲ្យអ៊ីនយ៉ាងឈិញនិយាយលាគ្នាជាមួយនឹងឪពុករបស់គេក៏ដូចជាក្រុមគ្រួសាររបស់គេតែប៉ុណ្ណោះហើយតាចាស់នឹងវិញក៏បានប្រកាសឡើងអំពីការចាប់ផ្ដើមនៃការប្រកួតដែលសាច់រឿងរបស់យើងមួយភាគនេះក៏បានឈានដល់ទីបញ្ចប់ដូចគ្នាសាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះអ៊ីនយ៉ាងឈិងក៏បានបញ្ចេញនៅកម្លាំងធម៌ពលរបស់គេស្រែកទៅកាន់ទូប្រុសរបស់យើងថាត្រៀមខ្លួនស្លាប់ទៅហើយគេក៏បានបន្តសម្ដៅចូលទៅរកឈិញយានខណៈដែលគាត់ក៏បានកិច្ចអំពីការប្រហាររបស់យ៉ាងឈិងធ្វើឲ្យកូនសិស្សជាច្រើនក៏មានការភ្ញាក់ផ្អើលព្រោះថាពាក្យចចាមបារាមគឺបាននិយាយថាទូប្រុសយើងនៅត្រឹមតែកម្រិតទី3នៃអាណាចក្រកាយតែប៉ុណ្ណោះហើយនៅពេលនេះវិញឈិញយានក៏បានប្រើប្រាស់នៅកម្លាំងធម៌ពលរបស់គាត់ដើម្បីវាយទៅលើអ៊ីនយ៉ាងឈិងហើយបន្ទាប់មកក៏បានសួរទៅកាន់អ៊ីនយ៉ាងឈិងថាក្បាច់គុណក៏ដូចជាបច្ចេកទេសអាវុធដែលគេកំពុងតែប្រើនេះវាគឺជាអំណោយរបស់គ្រួសារលីនបានផ្ដល់មកឲ្យគេមែនទេនិយាយឲ្យថាគេនឹងគឺបានធ្វើជាឆ្កែបម្រើរបស់គ្រួសារលីនប៉ុន្តែបែរជាបកក្បាលមកខាំគ្រួសារឯងវិញទៅទៀតប៉ុន្តែអ៊ីនយ៉ាងឈិងគឺមិនព្រមទទួលស្គាល់នោះទេដោយនៅពេលនេះគេគឺនៅតែបន្តបញ្ចេញនៅកម្លាំងធម៌ពលរបស់គេស្របពេលដែលតួប្រុសរបស់យើងក៏បានធ្វើការកោះហៅនៅស្រោមអាវុធរបស់គាត់ហើយបើទោះបីជាវាគ្រាន់តែជាស្រោមដាវក៏ដោយប៉ុន្តែអំណាចធម៌ពលដែលគាត់បានបញ្ចេញនឹងវាពិតជាខ្លាំងកូនសិស្សជាច្រើនក៏បាននិយាយថាសម្ពាធធម៌ពលនេះគឺវាពិតជាគួរឲ្យរន្ធត់ខ្លាំងមែនទេស្របពេលដែលអ៊ីនយ៉ាងឈិងក៏បានស្រែកទៅកាន់ទូប្រុសយើងថាគាត់មិនគួរណាត្រឡប់មកវិញនោះទេខណៈដែលកម្លាំងធម៌ពលរបស់គេក៏វាយសម្ដៅចូលទៅរកគាត់ឈិញយានក៏ប្រើប្រាស់កម្លាំងរបស់គាត់ទៅរារាំងធ្វើឲ្យអ៊ីនយ៉ាងឈិងគឺពិតជាមានការងឿងឆ្ងល់ហេតុអ្វីបានជាពេលនេះទៅហើយទូប្រុសយើងគឺមិនទាន់ចាស់ឬមួយក៏មិនទាន់ដួលទៀតស្របពេលដែលឈិញយានក៏តបទៅវិញថាចំពោះអ្វីដែលគេបានប្រើប្រាស់ហ្នឹងវាគឺគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់នោះទេបើទោះបីជាគេមានអាវុធល្អប្រើក៏ដោយក៏គេមិនអាចបញ្ចេញនៅកម្លាំងបានពេញលេញដដែលបន្ថែមនៅកម្លាំងរបស់គាត់បន្តិចនោះក៏ធ្វើឲ្យអ៊ីនយ៉ាងឈិញនៅពេលនេះគឺត្រូវបានធ្លាក់ចុះទៅខាងក្រោមប៉ុន្តែយ៉ាងណាមិញឈិញយានគាត់ក៏មិនទាន់បញ្ឈប់ត្រឹមប៉ុណ្្នឹងដែរពេលដែលគាត់ក៏បានបញ្ចេញនៅកម្លាំងធម៌ពលរបស់គាត់វាយទៅលើអ៊ីនយ៉ាងឈិញម្ដងទៀតដែលធ្វើឲ្យព្រឹទ្ធាចារ្យម្នាក់នៅពេល
ពេលនេះគឺបានត្រឹមតែមានការភ្ញាក់ផ្អើលហើយបន្ទាប់ពីអណ្ដាតភ្លើងបានរលត់ទៅអ្វីដែលនៅសេសសល់វាគ្រាន់តែជាភេសមួយគំនូរហើយនឹងអាវុធមួយតែប៉ុណ្ណោះហើយក៏ធ្វើឲ្យព្រឹទ្ធាចារ្យធំនៅពេលនេះគឺពិតជាតក់ស្លុតខ្លាំងមែនទែនដោយសារតែកូនប្រុសរបស់គាត់គឺបានស្លាប់បាត់ទៅហើយដូច្នេះហើយពួកគេក៏បាននិយាយទៅកាន់ទូប្រុសថាទូប្រុសនឹងគឺបានកុហកពួកគេប៉ុន្តែឈិនយានក៏ប្រាប់ថាជាការពិតណាស់គាត់គឺទៅតែបំបែកចូលទៅកាន់កម្រិតទី4នៃអាណាចក្រកាយពីប៉ុន្មានថ្ងៃមុនតែប៉ុណ្ណោះប៉ុន្តែបើទោះបីជាបែបនឹងក្តីព្រឹទ្ធាចារ្យធំគឺមិនជឿនោះទេហើយព្រឹទ្ធាចារ្យផ្សេងទៀតបាននិយាយថាគាត់បានប្រើប្រាស់នៅថ្នាំហាមឃាត់រួចហើយក៏លួចរៀននៅបច្ចេកទេសកម្រិតមេឃដោយគ្មានការអនុញ្ញាតឈិនយានក៏ប្រាប់ថារឿងហ្នឹងគឺមិនសំខាន់នោះទេអ្វីដែលសំខាន់នោះគឺទេពកោសល្យនៃការវឹកហាត់ព្រោះថាយ៉ាងណាមិញប្រសិនបើគ្មានទេពកោសល្យទេទោះបីជារៀនដល់ងាប់ទៀតក៏វាមិនកើតដែរហើយចំណែកទេពកោសល្យរបស់គាត់វិញគឺថាល្អជាងអ៊ីនយ៉ាងឈីដូច្នេះហើយជាធម្មតាវាជាបែបហ្នឹងហើយម្ល៉េះហើយព្រឹទ្ធាចារ្យធំនេះគឺនៅតែមិនសុខចិត្តដោយគាត់ក៏បានអុកឈើច្រត់ទៅលើដីតែម្ដងទៅដែលធ្វើឲ្យផេះហ្នឹងគឺបានហុយពេញហ្នឹងតែម្ដងខណៈដែលឈីញៀនក៏មិនចង់វែងឆ្ងាយជាមួយនឹងពួកគេដែរនៅពេលដែលគាត់ក៏បាននិយាយថាល្ខោនគឺបានសម្ដែងចប់ហើយដូច្នេះហើយក៏ដល់ពេលដែលគួរតែបង្ហាញខ្លួនដែរក្នុងពេលនោះក៏ស្រាប់តែសំឡេងមួយក៏បានបន្លឺឡើងនិយាយមកកាន់គិតថាពិតជាល្អហើយនៅពេលដែលមនុស្សម្នាក់នឹងបានបង្ហាញខ្លួនអ៊ីនសនក៏បានបញ្ចេញប្រតិកម្មបន្តិចដូច្នេះហើយទូប្រុសក៏គិតថាមើលទៅមនុស្សម្នាក់នឹងហើយដែលជាអ្នកធ្វើបាបលបងសៀរបស់គេហើយមនុស្សម្នាក់នឹងគេគឺមានឈ្មោះថាលីនបៃហ៊ូដែលជាអ្នកប្រុសវ័យក្មេងនៃគ្រួសារអ៊ីនដ៏ល្បីល្បាញនៅក្នុងទីក្រុងធានអ៊ីនៅពេលនេះឈីញៀនបាននិយាយទៅកាន់គេថាគេជាមនុស្សម្នាក់ដែលចូលចិត្តចេះដឹងរឿងគ្រួសាររបស់អ្នកដទៃហើយគេម្នាក់នឹងក៏បានគប់របស់មួយទៅទូប្រុសយើងប្រាប់ថារយៈពេល3ថ្ងៃក្រោយគេតំណាងឲ្យគ្រួសារលីននឹងធ្វើការប្រកួតគ្នាជាមួយទូប្រុសយើងឈិនយានក៏តបទៅវិញថាចំពោះអ៊ីនយ៉ាងឈិនគឺជាឆ្កែបម្រើរបស់គេនៅពេលនេះគឺបានស្លាប់បាត់ទៅហើយតើលីនបៃហ៊ូនឹងគឺមិនចង់សងសឹកឲ្យគេទេស្របពេលដែលលីនបៃហ៊ូគេគឺមិនចាប់អារម្មណ៍ច្រើននោះទេហើយគេក៏បាននិយាយអំពីលក្ខខណ្ឌនៃការប្រកួតគេចាញ់នោះគេនឹងប្រគល់នៅរ៉ែខ្មៅទាំងអស់នៃគ្រួសារលីនទៅឲ្យទូប្រុសយើងប៉ុន្តែប្រសិនបើទូប្រុសយើងចាញ់វិញសួនឱសថខាងវិញ្ញាណរបស់គ្រួសារអ៊ីគឺត្រូវតែបដូរឈ្មោះដាក់ត្រកូលលីនវិញម្ដងបែបនេះហើយឈិនយានក៏ស៊ូតបទៅវិញថាតើលីនបៃហ៊ូនឹងគឺចង់កាត់ផ្ដាច់នៃប្រភពចំណូលនៃគ្រួសារអ៊ីនរបស់គាត់មែនទេប៉ុន្តែប្រសិនបើបែបហ្នឹងទៅហើយនោះគាត់ទទួលយកនៅការប្រកួតនេះប៉ុន្តែគាត់ប្រាប់ថាគាត់គឺមានរឿងមួយទៀតប្រសិនបើលីនបៃហ៊ូចាញ់នោះគាត់នឹងឲ្យលីនបៃហ៊ូលុតជង្គង់សុំទោសលបងសៀរបស់គាត់ចំនួន100ដងហើយខណៈដែលលីនបៃហ៊ូនឹងគឺចង់តវ៉ាដែរប៉ុន្តែបន្ទាប់ពីបានឃើញទឹកមុខដល់កំណាចរបស់ទូប្រុសយើងហើយគេមានអារម្មណ៍ថាដូចជាខ្លោបខ្លាចបន្តិចហើយខណៈដែលឈិនយានក៏បានដើរចាក់ចេញទៅធ្វើឲ្យលីនបៃហ៊ូគឺបានត្រឹមតែនិយាយថាទូប្រុសយើងនៅពេលនេះគឺមិនមែនជាទូប្រុសនៅកាលមុនឡើយហើយខណៈដែលព្រឹទ្ធាចារ្យទាំងអស់នោះវិញគឺកំពុងតែស្ដីបន្ទោសគ្នាទៅវិញទៅមកហេតុអ្វីបានជាមិននឹមគ្នាខាត់ទូប្រុសយើងទៅហេតុអ្វីបានជាឲ្យគិតនឹងគឺថាយកព្រមនៅការប្រកួតជាមួយគ្រូសាលីនទៅវិញចំណែកនៅពេលនេះវិញឈិនយានបាននិយាយថាការម៉ាន់ធូឡនិងផ្កាអំបោះប្រាក់នោះនៅពេលដែលកិនវាคล้ายទៅជាម្សៅហើយពួកវាគឺពិតជាមានជាតិពឹសខ្លាំងមែនទេដែលអាចជាប់នៅចំណាត់ថ្នាក់កំពូលទាំង7បានទៀតប្រសិនបើលាយវាជាមួយនឹងទឹកក្តៅនោះវានឹងคล้ายជាទឹកឱសថដ៏ល្អបំផុតដើម្បីធ្វើការពង្រឹងនៅការវឹកហាត់ហើយវាក៏ធ្វើឲ្យគាត់នៅពេលនេះគឺពិតជាមានអារម្មណ៍ថាសុខស្រួលខ្លាំងមែនទេជាមួយគ្នានោះក៏ស្រាប់តែខ្យល់ដ៏រំភើយក៏ចាប់ផ្ដើមបក់បោហើយមិនយូរប៉ុន្មាននារីម្នាក់ក៏ស្រាប់តែបានចូលមកហើយនាងក៏បាននិយាយថាកាលពីពេលមុននៅពេលដែលទូប្រុសយើងហត់នឿយនៅក្នុងការវឹកហាត់នោះនាងគឺតែងតែធ្វើបែបនេះហើយទូប្រុសក៏នៅតែនិយាយថានាងគឺនៅតែទំលាប់ដដែលដោយចូលមកណាគឺមិនព្រមគោះទ្វារឲ្យគាត់បានដឹងជាមុននោះទេហើយនារីម្នាក់ហ្នឹងនាងគឺមកអំពីគ្រួសារអ៊ឺយ៉ាដែលនាងមានឈ្មោះថាសៀវយាចំណែកឯឈិនយានក៏បានរំលឹករឿងកាលពី3ឆ្នាំមុននៅពេលនោះដែលគាត់បានបែកគ្នាជាមួយនឹងនាងហើយនាងក៏បានរត់ចូលទៅរកគ្រួសារអ្នកមានទៅស្របពេលនាងក៏ប្រាប់ថានេះគឺជាអ្វីដែលគ្រួសាររបស់នាងបានធ្វើឲ្យនាងគឺមិនអាចប្រកែកបាននោះទេស្របពេលដែលឈិនយានក៏នៅតែបន្តថាអ្នកនាងធំនៃគ្រួសារអ៊ឺយ៉ាងដែលជាមនុស្សម្នាក់តែងតែចូលចិត្តភាពត្រេកអរក៏ដូចជាការសប្បាយរីករាយជាមួយនឹងទ្រព្យសម្បត្តិក៏ដូចជាគេឈ្មោះហើយថ្ងៃនោះនៅពេលដែលគាត់បានជួបនាងគឺញញឹមស្រស់ខ្លាំងមែនទេនាងក៏នៅតែបន្តថាគ្រួសារអ៊ឺយ៉ាងហើយនឹងនាងគ្រាន់តែបានជឿពាក្យតែប៉ុណ្ណោះហើយនាងគឺនៅតែទទឹងរង់ចាំទូប្រុសយើងប្រសិនបើគាត់ចង់បាននោះឈិនយានក៏តបទៅវិញថាប៉ុណ្ណឹងបានហើយមិនចាំបាច់ធ្វើបែបហ្នឹងទៀតនោះទេព្រោះថាចាប់តាំងពីនាងគឺបានជ្រើសរើសបែបហ្នឹងទៅហើយនោះអញ្ចឹងគឺឲ្យនាងបន្តសោយសោកបែបហ្នឹងទៀតទៅរួចហើយក៏ដេញនាងឲ្យចាក់ចេញអំពីកន្លែងនេះប៉ុន្តែនាងក៏ប្រាប់ថាសុំនៅបន្តិចទៀតឈិនយានក៏ប្រាប់ថាប្រសិនបើនាងមិនចាក់ចេញនៅពេលនេះទេនាងប្រកាសជាស្ដាយក្រោយហើយដូច្នេះហើយនាងក៏ចាក់ចេញអំពីកន្លែងនេះទាំងកំហឹងបាត់ទៅឈិនយានក៏បាននិយាយអំពីលក្ខណៈសម្បត្តិរបស់នាងដែរបើនិយាយរួមទៅនាងគ្រាន់តែជា
មនុស្សម្នាក់ដែលមានលក្ខណៈសម្បត្តិមជ្ឈុំតែប៉ុណ្ណោះដូច្នេះគឺពិតជាឆ្ងល់មកលើខ្លួនឯងហេតុអ្វីបានជា 3000 ឆ្នាំមុនគាត់លងស្រឡាញ់ទៅលើនាងទៅវិញអញ្ចឹងហើយគឺពិតជាមិនយល់ហើយជាមួយគ្នានោះសំឡេងដូចជាចាប់ចូលសម្បុកហ្នឹងក៏បានបន្លឺឡើងនៅមាត់បន្ទប់របស់គាត់ដែរដូច្នេះហើយធ្វើឲ្យឈិញយានគាត់ក៏បានរអ៊ូថារកតែពេលនៅស្ងាត់ហ្នឹងមួយថ្ងៃក៏មិនបានដែរហើយនៅខាងក្រៅហ្នឹងវាក៏មានសំឡេងនៃការប្រយុទ្ធគ្នាផងដែរមួយយប់ក៏បានកន្លងផុតយ៉ាងលឿនព្រឹកឡើងថ្ងៃបន្ទាប់នៅពេលនេះឈិញយានគឺមានអារម្មណ៍ថាដូចជាស្រួលខ្លួនបន្តិចហើយគិតគឺពិតជាចង់ដឹងថាតើយប់មិញហ្នឹងតើអ្នកណាបានធ្វើអ្វីទៅនៅពេលដែលគិតបានដើរចេញទៅខាងក្រៅក៏ឃើញថាកូនសិស្សទាំងអស់ហ្នឹងគឺកំពុងតែត្រូវបានស្លាប់ដូចជាភ្នំនៅក្រោមកំដាប់ដៃរបស់បរិសម្នាក់ស្របពេលដែលបរិសម្នាក់ហ្នឹងគឺជាឃាតករលេខ1នៃគ្រួសារអ៊ីនដែលគិតមានឈ្មោះថាអ៊ីងម៉ឹងបន្ទាប់មកឈិញយានក៏បានសួរទៅកាន់លោកពូម៉ឹងថាយ៉ាងម៉េចហើយខានជួបគ្នាយូរមកហើយរួចក៏សួរថាកូនសិស្សទាំងអស់ហ្នឹងគិតគឺជាអ្នកសម្លាប់មែនទេស្របពេលដែលគិតក៏បានធ្វើការគួរសមទៅទូប្រុសយើងបន្តិចហើយក៏ប្រាប់ថាបើនិយាយទៅខ្លាចថាទូប្រុសយើងមិនជឿប៉ុន្តែទាំងអស់នេះគឺសុទ្ធតែជាធ្វើដៃរបស់គិតមែនហើយគិតក៏បានស្រមៃឲ្យយើងឃើញបន្តិចដែរជាមួយរឿងដែលបានកើតឡើងកាលពីយប់មិញដោយនៅពេលនោះគឺមាននៅកូនសិស្សមួយក្រុមកំពុងតែរៀបចំផែនការដើម្បីសម្លាប់ទូប្រុសរបស់យើងជាមួយនឹងបំពង់ឫស្សីមួយដែលនៅខាងក្នុងគឺមាននៅអាវុធសម្ងាត់មួយដែលមានផ្ទុកនៅជាតិពឹសយ៉ាងក្រាស់ក្រែប៉ុន្តែអ្នកដែលកំពុងតែចាត់ការនឹងក៏មានអារម្មណ៍ថាគេពិតជាមិនហ៊ាននោះទេដោយសារតែគេគឺកំពុងតែញ័រដាច់ហើយមនុស្សម្នាក់ក៏បានប្រាប់គេថាកុំខ្លាចអីត្រូវតែធ្វើចិត្តក្លាហានឡើយហើយដំបូងឡើយនឹងគេគឺមិនចាប់អារម្មណ៍នោះទេប៉ុន្តែនៅពេលដែលងាកមកមើលក៏ឃើញថានោះគឺជាឃាតករលេខ1នៃគ្រួសារអ៊ីនធ្វើឲ្យពួកគេនឹងគឺពិតជាខ្លាចខ្លាំងមែនទេចំណែកកូនសិស្សម្នាក់គឺថាសុំតបើកលុយមុនហើយចំណែកពួកគេក៏នៅតែឆ្ងល់ហេតុអ្វីបានជាព្រឹត្តិការណ៍ឲ្យពួកគេធ្វើកិច្ចការនេះហើយហេតុអ្វីបានជាឲ្យឃាតករលេខ1នឹងគឺថាលោកដៃទៀតស្របពេលដែលអ៊ីងម៉ឹងគាត់ក៏បានដើរចូលទៅបន្តិចគាត់ក៏ប្រាប់ថារឿងទាំងអស់នេះគាត់គឺមិនចង់រវល់ហើយគាត់ក៏មិនចង់ប្រឡាក់ដៃរបស់គាត់ដែររួចហើយនោះគាត់ក៏បានដកឃ្លាថយក្រោយបន្តិចពួកគេទាំងអស់គ្នាឃើញហើយក៏ស្រែកប្រាប់ទៅកាន់គ្នាមិនអាចឲ្យគាត់នឹងគឺរត់បាននោះទេស្របពេលដែលពួកគេក៏បានធ្វើការឡោមព័ទ្ធជុំវិញគាត់ទៅចំណែកអ៊ីនម៉ឹងក៏ដកអាវុធរបស់គាត់ដោតទៅនឹងដីហើយក៏ប្រាប់ថានៅពេលនេះបើទោះបីជាមិនប្រើអាវុធក៏ដោយក៏អាចសម្លាប់ពួកគេបានដែរឬដូច្នេះកូនសិស្សជាច្រើនក៏បានបញ្ចេញអាវុធជាមួយនឹងកម្លាំងរបស់គេសម្ដៅចូលទៅរកអ៊ីងម៉ឹងយ៉ាងលឿនប៉ុន្តែជាលទ្ធផលដូចដែលយើងបានឃើញនៅពេលនេះពួកគេនឹងគឺបានត្រឹមតែវាយគ្នាឯងតែប៉ុណ្ណោះហើយអ្នកខ្លះនឹងគឺបានរត់បុកគ្នាពេញនឹងតែម្ដងអញ្ចឹងហើយជាមួយនឹងអាវុធដែលនៅក្នុងដៃនឹងក៏បានចាក់គ្នាឯងពេញនឹងតែម្ដងទៅស្របពេលដែលកើតគឺកិច្ចធម្មតាព្រោះគេទាំងអស់គ្នានៅពេលនេះវិញគឺបានត្រឹមតែវាយគ្នាឯងតែប៉ុណ្ណោះដូច្នេះហើយនៅទីបំផុតគ្នាឯងគឺសម្លាប់គ្នាឯងនឹងឯងហើយខណៈដែលអ៊ីងម៉ឹងវិញគាត់គឺបានត្រឹមតែក្រវីក្បាលស្របពេលដែលឈិញយានដែលជាទូប្រុសរបស់យើងក៏បាននិយាយថាគាត់មិនឆ្ងល់ទៀតនោះទេព្រោះថាយ៉ាងណាមិញកូនសិស្សទាំងអស់នោះគឺជាកូនសិស្សដែលបានទទួលការបង្ហាត់បង្រៀនអំពីព្រឹត្តិការណ៍ធំដូច្នេះហើយវាគឺជារឿងធម្មតានោះទេប៉ុន្តែពួកគេហាក់បីដូចជាឆោតល្ងងពេកហើយប៉ុន្តែក៏សំណាងល្អដែរដែលលោកពូម៉ឹងរបស់គាត់បង្ហាញខ្លួនទាន់ពេលវេលាបើមិនដូច្នេះទេគាត់នឹងក្លាយទៅជាមនុស្សម្នាក់ដែលធ្លាក់ចូលទៅក្នុងអន្លង់ជ្រៅហើយចំណែកអ៊ីងម៉ឹងគឺពិតជាមិនយល់នោះទេឈិញយានក៏ប្រាប់ថាកុំបារម្ភអីគាត់នឹងពន្យល់មួយហើយនៅពេលនេះគាត់ក៏ចាប់ផ្ដើមធ្វើការចម្រាញ់ថ្នាំគ្រឿងនិយាយថាសំណាងល្អដែរពូម៉ឹងរបស់គាត់ទទួលបាននៅសម្ភារៈល្អមួយចំនួនដូច្នេះនៅពេលនេះគាត់នឹងធ្វើការចម្រាញ់ថ្នាំគ្រឿងជាមុនសិនស្របពេលដែលអ៊ីងម៉ឹងក៏សួរទៅកាន់ឈិញយានថាតើគាត់បានរៀននៅបច្ចេកទេសឬមួយក៏ជំនាញនៃការចម្រាញ់ថ្នាំគ្រឿងនេះតាំងពីពេលណាមកព្រោះថានៅក្នុងទីក្រុងធានអ៊ីមានអ្នកវឹកហាត់មិនដល់100នាក់នោះទេដែលពួកគេចេះចម្រាញ់ថ្នាំគ្រឿងចំណែកឈិញយានក៏ប្រាប់ថារឿងនេះចាំនិយាយគ្នានៅពេលក្រោយទៅសំខាន់នៅពេលនេះលោកពូទុកចិត្តខ្ញុំដែរឬអត់អ៊ីងម៉ឹងក៏ប្រាប់ថាប្រកាសជាទុកចិត្តហើយព្រោះថាកាលពីពេលមុននោះនៅពេលដែលគាត់ត្រូវបានគេបោះបង់ចោលនៅលើកំពូលភ្នំឡាំងយ៉ាកាលពីពេលដែលគាត់នៅក្មេងនោះឪពុកទូប្រុសរបស់យើងគឺជាអ្នកជួយសង្គ្រោះគាត់ចាក់ចេញអំពីមាត់ឆ្កែចចដូច្នេះហើយគាត់ក៏បានស្បត់ដោយគាត់នឹងបម្រើគ្រួសារអ៊ីនដោយស្មោះត្រង់ពេញមួយជីវិតតែម្ដងចំណែកឈិញយានក៏តបទៅវិញថាលោកពូក៏ស្ទើរតែស្លាប់បាត់បង់ជីវិតដែរកាលពីប៉ុន្មានឆ្នាំមុននៅពេលដែលព្យាយាមជួយសង្គ្រោះឪពុកម្ដាយរបស់ខ្ញុំដូច្នេះហើយការដែលនិយាយថាជំពាក់គុណគ្រួសារអ៊ីនហាក់បីដូចជាមិនសមនោះទេគាត់ក៏នៅតែដកដង្ហើមធំនិយាយទាំងការស្ដីបន្ទោសមកកាន់ខ្លួនឯងដែលគាត់មិនអាចរកឃើញឪពុកម្ដាយរបស់ទូប្រុសហើយនឹងឆៃប៉ុន្តែឈិញយានក៏នៅតែប្រាប់ថាមិនចាំបាច់បន្ទោសខ្លួនឯងនោះទេព្រោះថាថ្ងៃណាមួយគាត់ប្រកាសជាទៅរកពួកគេហើយដូច្នេះនៅពេលនេះបើទោះបីជាអ៊ីងម៉ឹងមិនទុកចិត្តគាត់ក៏ដោយប៉ុន្តែអ៊ីងម៉ឹងគ្មានហេតុផលអ្វីដែលមិនទុកចិត្តទូប្រុសយើងនោះទេដោយគាត់នៅតែសរសើរទូប្រុសយើងការដែលគាត់បានបាត់ខ្លួនកាលពី3ឆ្នាំមុនគឺជាមនុស្សម្នាក់ដែលមានអំណាចខ្លាំងក្លារួចទៅហើយថ្ងៃណាមួយនឹងក្លាយទៅជាមនុស្សដ៏អស្ចារ្យម្នាក់ហើយនៅពេលដែលទូប្រុសយើងបានត្រឡប់មកវិញនៅពេលនេះក៏មាននៅ
ចំហាយធម្មពលដ៏ខ្លាំងក្លាបានលេចចេញអំពីរាងកាយរបស់គាត់ដែរដោយសំបីតែនិយាយដល់ចំណុចនេះក៏ហាក់បីដូចជាស្ទាក់ស្ទើរបន្តិចទូប្រុសក៏ឲ្យគាត់និយាយបន្តដូច្នេះអ៊ីងម៉ឹងក៏បានបន្តថាកម្លាំងធម្មពលនេះសំបីតែអធិរាជយានក៏មិនអាចប្រៀបស្មើបានដែរឬពាក្យសម្ដីនេះហើយឈិញយានក៏ហាក់បីដូចជាអស់សំណើចបន្តិចដែរគាត់បានតបទៅវិញថាខ្លួនគាត់គឺមិនហ៊ានស្រមៃនោះទេថាខ្លួនឯងនឹងខ្លាយទៅជាបែបនេះប៉ុន្តែអ៊ីងម៉ឹងគាត់ក៏នៅតែតបមកវិញថាគាត់គ្រាន់តែនិយាយតាមការពិតប៉ុណ្ណោះស្របពេលដែលឈិញយានដើម្បីតបស្នងជាមួយនឹងភាពស្មោះត្រង់របស់អ៊ីងម៉ឹងនៅពេលនេះក៏ប្រាប់ថានឹងជួយបំបែកនៅការរាំងស្ទះនៃកម្រិតធម្មពលរបស់គាត់ស្របពេលអ៊ីងម៉ឹងក៏សួរថាតើទូប្រុសយើងគឺពិតជាដឹងមែនទេឈិញយានបាននិយាយថាក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះពូម៉ឹងរបស់គាត់គឺបានសម្លាប់មនុស្សយ៉ាងច្រើនហើយបំណុលឈាមនេះវាក៏คล้ายទៅជាធម្មពលមួយបានរេរាងកម្រិតនៃការវឹកហាត់របស់ពូម៉ឹងមិនឲ្យមានការរីកចម្រើននោះទេគាត់ឮហើយគឺមិនឆ្ងល់ទៀតឡើយហេតុអ្វីបានជាប៉ុន្មានឆ្នាំមកនេះគាត់មិនអាចបំបែកអាណាចក្រដែលជាកម្រិតនៃការវឹកហាត់របស់គាត់បានទៀតក៏នៅតែបន្តទៀតថាក៏ជាសំណាងល្អដែរដែលយប់មិញនេះគាត់មិនបានប្រើប្រាស់នៅអាវុធរបស់គាត់បើមិនដូច្នេះទេនៅពេលដែលគាត់បង្ខំប្រើប្រាស់វាម្ដងទៀតនោះវានឹងធ្វើឲ្យធម្មពលវិញ្ញាណរបស់គាត់នៅត្រឹងហើយជាប់គាំងនៅក្នុងសមុទ្រចិត្តហើយខណៈដែលវានឹងធ្វើឲ្យសរសៃវិញ្ញាណនិងសរសៃជីពចរនៅក្នុងរាងកាយរបស់គាត់នោះគឺចាប់ផ្ដើមដើរបញ្ច្រាស់ហើយប្រសិនបើគាត់មិនបានស្វែងយល់នៅការពិតនោះទេនោះគាត់គឺមិនអាចជៀសផុតអំពីសេចក្តីស្លាប់បានឡើយឬហើយអ៊ីងម៉ឹងក៏មានការភ្ញាក់ផ្អើលម្ដងទៀតស្របពេលដែលឈិញយានក៏គិតនៅក្នុងចិត្តដែរប្រសិនបើមិនមែនដោយសារអំណាចកម្មផលនៃបំណុលឈាមទាំងអស់នឹងទេគាត់ខ្លាចថាគាត់ប្រហែលជាមិនអាចរស់បានមកដល់សប្តាហ៍ថ្ងៃនេះឡើយដូច្នេះហើយក៏គិតថាគ្រួសារអ៊ីនរបស់គាត់គឺជំពាក់ពូម៉ឹងច្រើនពេកហើយស្របពេលដែលពូម៉ឹងក៏នៅតែសួរថាតើត្រូវស្វែងរកអាចារ្យដើម្បីបណ្ដេញនៅធម្មពលអាក្រក់នេះដែរឬអត់ប៉ុន្តែឈិញយានក៏ប្រាប់ថាមិនចាំបាច់នោះទេទុកឲ្យគេជាអ្នកដោះស្រាយបន្ទាប់មកគាត់ក៏ប្រើប្រាស់កម្លាំងធម្មពលបន្តិចដើម្បីបើកនៅគម្របចង្ក្រានថ្នាំនិងក៏ប្រាប់ទៅកាន់ពូម៉ឹងរបស់គាត់បន្តទៀតថាមិនថាវាមានការឈឺចាប់ប៉ុណ្ណានោះទេឲ្យគាត់គឺទ្រាំឲ្យបានបើមិនដូច្នេះទេពេលវេលាឆ្នាំក្រោយគឺជាពេលវេលានៃជីវិតរបស់គាត់ហើយស្របពេលដែលឈិញយានក៏បានបដិញ្ញាចិត្តជាមួយនឹងឈិញយានដូច្នេះហើយទូប្រុសគាត់ក៏បានបន្តប្រើប្រាស់កម្លាំងជាមួយនឹងថ្នាំគ្រឿបនេះចាក់បញ្ចូលចំណុចសំខាន់នៃរាងកាយរបស់អ៊ីងម៉ឹងទៅនិងក៏ប្រាប់ទៅកាន់គាត់ថាឲ្យសម្រួលអារម្មណ៍ក៏ដូចជាដកដង្ហើមឲ្យវែងៗរួចហើយក៏ធ្វើការប្រមូលផ្ដុំកម្លាំងធម្មពលខាងក្នុងបន្តិចក្រោយមកទៀតនោះក៏ឲ្យគាត់បញ្ចេញនៅធម្មពលវិញ្ញាណបន្តិចម្ដងទៅកាន់ចំណុចសំខាន់ទាំង7នៃរាងកាយរបស់គាត់ហើយអ៊ីងម៉ឹងក៏បានធ្វើទៅតាមការណែនាំរបស់ឈិញយានយើងក៏បានឃើញថាកម្លាំងធម្មពលដ៏ខ្លាំងមួយវាក៏បានលេចឡើងមុនពេលដែលឈិញយានក៏បានសួរទៅកាន់គាត់បន្តថានៅពេលនេះគឺមានអារម្មណ៍បែបណាដែរស្របពេលដែលអ៊ីងម៉ឹងក៏ប្រាប់ថានៅពេលនេះគាត់គឺពិតជាមានអារម្មណ៍ថាស្រួលខ្លួនខ្លាំងមែនទែនព្រោះបីដូចជាខ្លួនគាត់នឹងគឺបានទល់លីមួអស់រយៈពេល10ឆ្នាំមកហើយអញ្ចឹងហើយនៅពេលនេះសូម្បីតែកម្រិតធម្មពលរបស់គាត់នឹងក៏មានការកើនឡើងមួយកម្រិតទៀតដែរដូច្នេះក៏នៅតែសរសើរទូប្រុសយើងថាគាត់គឺពិតជាអស្ចារ្យខ្លាំងមែនទែនចំណែកឈិញយានក៏បានបន្តថាថ្នាំគ្រឿបនេះវាគឺពិតជាមានជាតិពឹសខ្លាំងមែនទែនដែលវាអាចបំពុលមនុស្សនៅក្នុងគ្រួសារអ៊ីនបានទាំងមូលដូច្នេះហើយបានជាគាត់គឺត្រូវការជឿជាក់របស់អ៊ីងម៉ឹងហើយនៅពេលនេះគាត់ក៏បានប្រើប្រាស់នៅបច្ចេកទេសក៏ដូចជាវិធីសាស្ត្រនៃថ្នាំគ្រឿបរបស់គាត់នឹងបណ្ដេញនៅធម្មពលអាក្រក់ឲ្យចាក់ចេញអំពីរាងកាយរបស់គាត់អស់ហើយស្របពេលដែលអ៊ីងម៉ឹងក៏នៅតែសរសើរទូប្រុសយើងថាបច្ចេកទេសនៃការចម្រាញ់ថ្នាំរបស់គាត់នៅពេលនេះគឺឈានដល់ចំណុចកំពូលហើយដែលគាត់ខ្លាចថាសូម្បីតែសហគមន៍គ្រូចម្រាញ់ឱសថនៃទ្វីបធានស៊ីងនេះក៏មិនអាចប្រៀបស្មើបានដែរឈិញយានក៏គិតថាស្ថាបនិកសហគមន៍នៃគ្រូចម្រាញ់ឱសថនេះបើទោះបីជាគេបានឡើងទៅដល់ឋានសួគ៌ក៏ដោយប៉ុន្តែគេគ្រាន់តែជាមន្ត្រីនៅក្រោមអាវ៉ាត់របស់គាត់តែប៉ុណ្ណោះដូច្នេះហើយគឺមិនស័ក្តិសមនៅក្នុងការនិយាយនោះទេគាត់ក៏បានផ្ដល់នៅបញ្ជាមួយទៀតទៅឲ្យពូម៉ឹងរបស់គាត់ឲ្យគាត់គឺធ្វើការវឹកហាត់ឲ្យបានល្អហើយ3ថ្ងៃទៀតគាត់ប្រាកដជាបំបែកបានមួយកម្រិតទៀតហើយក៏ឲ្យពូម៉ឹងហ្នឹងគឺស្វែងរកនៅសម្ភារៈឱសថមកឲ្យគាត់ផងដែរដោយសារតែគាត់មានរឿងរ៉ាវតូចតាចមួយចំនួនទៀតដែលត្រូវដោះស្រាយចំណែកនៅពេលនេះវិញគាត់ក៏បានធ្វើដំណើរទៅកាន់ភោជនីយដ្ឋានមួយកន្លែងដែលជាហាងរបស់គ្រួសារអ៊ីនដែរហើយក្នុងពេលនោះក៏ស្រាប់តែមានក្មេងស្រីម្នាក់ដែលជាកូនស្រីរបស់ព្រឹទ្ធាចារ្យទី3ហ្នឹងក៏បាននាំគាត់ទៅកន្លែងម្ហូបអាហារទៅស្របពេលដែលឈិញយានក៏បានសរសើរនាងថាពិតជាអស្ចារ្យដែលនាងបានរៀបចំពិធីដើម្បីទទួលគាត់ប៉ុន្តែដោយសារតែនៅតាមផ្លូវបានជួបបញ្ហាមួយចំនួនដូច្នេះហើយបានជាគាត់នឹងគឺយឺតយ៉ាវបន្តិចស្របពេលដែលហ្វៃនៅតែរអ៊ូជាមួយនឹងពួកមនុស្សទាំងអស់នោះហើយក៏ប្រាប់ថានាងនឹងទៅប្រាប់ឪពុករបស់នាងដែរដោយមិនឲ្យចូលរួមជាមួយនឹងបញ្ហានេះទៀតប៉ុន្តែទូប្រុសក៏ប្រាប់ថាវាគ្រាន់តែជារឿងរ៉ាវតូចតាចតែប៉ុណ្ណោះហើយគាត់ក៏ឃើញថាម្ហូបទាំងអស់នេះគឺសុទ្ធតែជាម្ហូបដែលគាត់ចូលចិត្តនាងក៏ប្រាប់ថាជាការពិតណាស់
នេះគឺសិតតែជាធ្វើដៃរបស់នាងដែលនាងជាអ្នកធ្វើទាំងអស់ប៉ុន្តែគាត់ក៏បាននិយាយថាប៉ុន្តែមហូបមួយមុខនេះនាងប្រហែលជាមិនមែនជាអ្នកធ្វើឡើយដូច្នេះហើយនាងក៏បានខ្មើតបន្តិចទៅហើយជាមួយគ្នាក៏ស្រាប់តែសម្លេងមួយក៏បានបន្លឺឡើងដោយឪពុករបស់នាងគឺបានស្រែកសួរទៅកាន់នាងតើអ្នកណាទៅគឺជាអ្នកអនុញ្ញាតឲ្យនាងរៀបចំនៅតុអាហារទាំងអស់នេះដោយគ្មានការអនុញ្ញាតហើយភ្ញៀវនៅក្នុងហាងគ្រាន់តែបានឃើញព្រឹត្តិការណ៍បានចូលមកនឹងពួកគេនឹងគឺបានរត់ចាក់ចេញអស់ទៅចំណែកហ្វៃហ្វៃក៏និយាយទៅកាន់ឪពុករបស់នាងថានេះគឺជាហាងរបស់គ្រួសារអ៊ីនការដែលនាងរៀបចំអាហារទាំងអស់នេះឡើងដើម្បីទទួលទូប្រុសយើងតើវាគឺមានអ្វីខុសទៅព្រឹត្តិការណ៍ធំក៏និយាយទៅកាន់នាងឲ្យនាងចាក់ចេញទៅវិញចុះដោយសារតែនៅពេលនេះគាត់គឺមានពាក្យសម្ដីមួយចំនួនដែលចង់និយាយជាមួយនឹងទូប្រុសយើងហើយនាងក៏ប្រាប់ថាមិនទៅនោះទេស្របពេលដែលឈិញយានក៏ឲ្យនាងចាក់ចេញទៅវិញចុះដោយសារតែគាត់គឺខានបានជួបគ្នាជាមួយនឹងព្រឹត្តិការណ៍ទាំង4អស់រយៈពេលយូរណាស់មកហើយដូច្នេះហើយក៏មាននៅពាក្យពេចន៍មួយចំនួនដែលចង់និយាយគ្នាជាមួយនឹងគាត់ដែរបន្ទាប់ពីបានលើពាក្យសម្ដីចេញអំពីមាត់បងប្រុសយានហើយនៅពេលនេះហ្វៃហ្វៃក៏មិនប្រកែកទៀតដែរហើយនាងក៏បានដើរចាក់ចេញប៉ុន្តែមុននឹងដើរចាក់ចេញនោះក៏បានធ្វើមុខឌឺឪពុករបស់នាងបន្តិចទៅស្របពេលដែលឈិញយានគាត់ក៏បានភ្លក់នៅនំមួយហើយគាត់ក៏បាននិយាយថារូបមន្តក៏ដូចជារសជាតិហ្នឹងគឺនៅតែជាអ្វីដែលគាត់ធ្លាប់បានស្គាល់កាលពីពេលមុននិងក៏សួរទៅកាន់ព្រឹត្តិការណ៍ទាំង4ថាតើមិនចង់ភ្លក់ទេឬស្របពេលដែលព្រឹត្តិការណ៍ធំក៏បាននិយាយថាចំពោះរឿងរ៉ាវដែលឈិញយានបានសម្លាប់សិស្សរួមគ្រួសារនោះទោសកំហុសមួយនេះគឺមិនអាចលើកលែងឲ្យបាននោះទេគាត់ក៏បានដើរសម្ដៅចូលទៅរកឈិញយានដែលជាទូប្រុសរបស់យើងទៅស្របពេលដែលសាច់រឿងមួយភាគនេះក៏បានបញ្ចប់ដូចគ្នា